អត់បាយទេតឆ្នៃអញ្ចឹងបានវាធ្ងន់នេះធ្ងន់តៅបណ្ដោយសួស្តីអ្នកនរគ្នាឥឡូវនេះគឺដល់រដូវព្រួសស្រូវទៀតហើយគឺថាអត់សូវមានភ្លៀងអីទេប៉ុន្តែយើងព្រួសទុកតែម្ដងទៅដោយសារតែយើងចាំភ្លៀងគឺយូរពេកឥឡូវនេះគឺធ្វើដំណើរមកដល់ទីតាំងហើយយើងដោះកង់កស៊ូវាចេញយើងដាក់កង់ដៃអញ្ចឹងណាឲ្យវាវាយដីឲ្យម៉ត់រឹងពេកអត់បាយទេតឆ្នៃអញ្ចឹងបានវាធ្ងន់ទម្ងន់បានជិត20គីឡូជាងហ្នឹងដល់ថ្ងៃក្តៅបណ្ដោយជាងហើយអើថ្ងៃគឺជាប់អេមយើងអត់សូវហត់ទេមិនស្កត់ទេអេមហ្មងជនបទឆ្ងាយផុនពីដីទីក្រុងរូក្នុងជំរំវាលស្រែបឹងស្រូវស្រងស្រែតែពីមកគឺថាដូចដែលខ្ញុំបាននិយាយពីវីដេអូមុនអញ្ចឹងគឺថាឆ្នាំនេះខ្ញុំដាក់ចិត្តដាក់កាយធ្វើស្រែធ្វើជាការដាំដំណាំឲ្យមើលចុះថាផលចំណេញវាយ៉ាងណាខ្លះជាមួយនឹងការធ្វើការមួយវិធីដែលថាយើង stress ជាមួយនឹងការងារយើងចង់ធ្វើជាការម្ដងពួកអីធ្វើជាការយើងចង់ធ្វើពីណាក៏បានដេកចង់ស៊ីចង់អង្គុយចង់ផឹកអីចឹងណាខុសពីយើងធ្វើការអីគេក៏រៀនធ្វើស្រែជាការគឺប្រើកម្លាំងក្រោមកម្ដៅថ្ងៃបែកញើសហូរញើសខោអាវស្លៀកពាក់មិនបានល្អអញ្ចឹងណាក៏ប៉ុន្តែក៏ជួយចិត្តជាមួយនឹងការងារបែបហ្នឹងមួយយ៉ាងដែរព្រោះវាមានសម្ពាធជាអ្នកស្រែធ្វើម្ដេញដូចគេជាកូនអ្នកផ្សារស្បែកខ្មៅស្រអាប់រឹកមិនហឺហាសំដីវិចាមិនស៊ីវាឡៃលៀតឱកាសនេះអេប៊ីនចង់ប្រាប់ផងដែរថាអេប៊ីនគឺមានលក់អង្ករលក់ស្រូវទាំងតំណាប់ទាំងខ្សាយទាំងថ្មីនិងស្រូវចាស់ផងដែរបើសិនជាចង់បាននេះតាក់ទងមកអេប៊ីនបានអរគុណ